ប្រសិនបើប្រទេសរ៉ូម៉ានីមិនមាននៅលើផែនទីទេនោះនឹងមានទឹកសមុទ្រធំធាត់មួយឆ្លងកាត់ចន្លោះអឺរ៉ុបកណ្ដាលនិងអឺរ៉ុបខាងកើតហុងគ្រីនិងប៊ុលហ្គារីនឹងក្លាយទៅជាប្រទេសដែលមានឆ្នេរសមុទ្រធំយ៉ាងច្រើនហើយសមុទ្រខ្មៅនឹងចូលជ្រៅទៅកាន់បេះដូងអឺរ៉ុបក្នុងប្រវត្តិសាស្ត្រវានឹងមានឥទ្ធិពលយ៉ាងធំមិនមានរ៉ូម៉ានីគឺមានន័យថាមិនមានជនដាជៀនមិនមានការពង្រីកអាណាចក្ររ៉ូម៉ាំងចូលក្នុងតំបន់នេះនិងមិនមានវីសាមូលដ្ឋានឡាតាំងនៅអឺរ៉ុបខាងកើតវប្បធម៌ក៏នឹងខ្វាយផងដែរមិនមាន Blood Empire មានន័យថាមិនមានរឿងព្រេង Dracula ដែលល្បីល្បាញជាងគេនៅអឺរ៉ុបផ្នែកបច្ចេកវិទ្យាមិនមានរ៉ូម៉ានីគឺមិនមានក្រុមហ៊ុនធំៗដូចជា Bitdefender និង UiPath ទេរថយន្តដូចជា Dacia, Rom Patrol និង IMSOGA ក៏មិនកើតមានផ្នែកកីឡាអឺរ៉ុបនឹងខ្វះមុខមាត់ជាតិនិងអ្នកល្បីៗរ៉ូម៉ានីដូចជា George Hagi និង Simona Halep ដែលធ្លាប់ជាការបំភ្លឺចិត្តដល់ប្រជាជនទាំងមូល